ព្រះមង្គលធម្មកិច្ចព្រះមេធានរៈគ្រូសុភាពព្រះគ្រូវិជាបញ្ញាសង្វរៈនិងព្រះមហាថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងដល់ក្រៃលែងថ្វាយបង្គំចំពោះចាស់គ្រូដែលគង់ជាប្រវត្តិមាននៅក្នុងទីនេះចូលរួមនៅក្នុងការលើកឡើងសន្ទនានៅព្រះធម៌ជាប់តេតងទៅដល់វិបស្សនាវារត់រហូតទៅព្រោះម៉ាស៊ីនផ្សាយហ្នឹងបើម៉ាស៊ីនផ្សាយហ្នឹងរត់អត់លហើយទេព្រោះគ្មានពេលសម្រានទេបើវិទ្យុនៅភ្នំពេញនេះគ្មានពេលសម្រាបើតាមខេត្តមានពេលសម្រាខ្លះណាញោមណាម៉ោង10យប់ទៅសម្រាទៅហើយម៉ោង5ព្រឹកបានក្រោកអញ្ចឹងសម្រាបាន7ម៉ោងដែរណាដេកបាន7ម៉ោងចង់ប្រហែលមនុស្សដែរបើល្មមគ្រប់គ្រាន់ហើយប៉ុន្តែរបស់ចាស់ណាអញ្ចឹងនៅក្នុងថ្ងៃនេះនឹងបានការសិក្សានៅព្រះធម៌ជាបន្តទៅនៅក្នុងកង្ខាវិតារណវិសុទ្ធិប្រាជ្ញាសម្រាប់សិក្សាកំណត់សម្រាប់កំណត់ដឹងនៅជីវិតសម្រាប់កំណត់ដឹងនៅហេតុនៃធម៌ណាហេតុបច្ច័យធម៌ទាំងឡាយកើតឡើងអំពីហេតុអំពីបច្ច័យរបស់ខ្លួនណាតែធម្មជាតិទាំងអស់ហ្នឹងគឺរួមបញ្ចូលមកនៅក្នុងសង្ខារធម៌រួមបញ្ចូលទៅនៅក្នុងសង្ខារធម៌ដែលមានបច្ច័យតតែងកើតឡើងណាញោមណាហើយបើកើតឡើងព្រោះអាស្រ័យបច្ច័យរបស់ខ្លួនអញ្ចឹងការកើតឡើងនោះគឺភ្ជាប់គ្នាជាមួយនឹងហេតុនៅពេលណាដែលហេតុនៃធម៌នឹងរលត់ទៅផលធម៌នឹងក៏វាបានរលត់ទៅដូចគ្នាឧទាហរណ៍ថានៅក្នុងមនុស្សសលោកយើងនេះមនុស្សមានអាយុខ្ទង់100ឆ្នាំចុះក្រោមអញ្ចឹងហេតុដែលបានបញ្ជូនមនុស្សមកកាន់មនុស្សសលោកយើងនេះបុណ្យនេះឲ្យមានឱកាសជីវិតត្រឹមប៉ុណ្្នឹងទេបន្ទាប់ពីនឹងទៅក៏មិនអាចនឹងរស់នៅបានបន្តទៅមុខទៀតអញ្ចឹងមូលហេតុអីបានជីវិតនឹងត្រូវអស់ថាព្រោះតែប្រេងបានអស់ទៅហើយប្រេងនឹងឯងគឺជាហេតុជាបច្ច័យធម៌ដែលជាទីអាស្រ័យនៃបច្ច័យធ្វើជាទីអាស្រ័យនៃផលធ្វើផលឲ្យកើតឡើងបានអញ្ចឹងវាជាប់តេតងគ្នាបុត្រអាស្រ័យមេដាទៅកើតឡើងយ៉ាងណាវិបាកជាខណ្ឌរូបធម៌នាមធម៌នៅក្នុងបច្ចុប្បន្ននេះក៏កើតឡើងព្រោះអាស្រ័យកម្មរបស់ខ្លួនដូច្នោះដែរចឹងណាញោមណាកើតឡើងអាស្រ័យកម្មរបស់ខ្លួនមានកម្មជាកំណើតមានកម្មជាផៅពងហ្នឹងហើយធ្វើកម្មណារមែងបាននៅកម្មនោះវិញនៅក្នុងបរិយាយនៃការឲ្យផលនៃកម្មជាការឲ្យផលតាមលំដាប់ជាប់តេតងនៅក្នុងបច្ច័យមួយដែលសម្រាប់ញាតិញោមគ្រប់រូបគ្រប់គ្នាពិចារណាដើម្បីជាប្រាជ្ញានៅក្នុងការចាក់ធ្លុះនៅរិយសច្ចៈក្នុងកាលអនាគតដោយយកនៅតួចេតនាកម្មមួយហ្នឹង
យកមករំពឹងត្រេះរិះពិចារណានៅក្នុងសប្តាហ៍នេះនឹងបានដល់លំដាប់នៃហេតុបច្ច័យរបស់នាមរូបមួយនៃទៀតគឺកម្មដែលឲ្យផលតាមលំដាប់អាត្មានឹងលើកឈ្មោះដោយសង្ខេបហើយនឹងប្រកេនចាស់គ្រូដើម្បីចូលរួមសិក្សារំគាយសេចក្តីតទៅទី1គេហៅថាគរុកកម្មគរុកម្មដែលមានសភាពធ្ងន់ឬក៏បើញាតិញោមសរសេរគរុកម្មធ្ងន់អញ្ចឹងទៅទី2អាចិនកម្មឬក៏ហៅថាលហុកម្មអាចេណៈអស្អាចសអិណជឹងណអាចេនកម្មឬក៏លហុកម្មដែលធ្វើរឿយឬក៏កម្មដែលស្រាលបើប្រៀបជាមួយកម្មធ្ងន់ណាទី3អាសន្នកម្មដែលធ្វើឬក៏រលឹកនៅពេលដែលចិត្តមរណកាលទី4កដត្តាកម្មដែលតិចតួចស្ដួយស្ដើងធ្វើដោយខ្វះនៅចេតនាទាំង3កាលឬក៏កើតឡើងដោយចេតនាតិចតួចចាប់តនេះញោម4មិញទី1អីគេដាក់បលឺអស់ហ្នឹងណាទី1គរុកម្មទី2អចិនកម្មទី3អសនកម្មទី4កដត្តាកម្មចឹងគរុកម្មជាដំបូងនេះនឹងអរតនាមចាស់គ្រូចូលរួមថាតិបាយដូចម្ដេចថាគរុកម្មហើយគរុកម្មហ្នឹងត្រូវសិក្សាកំណត់ដឹងយ៉ាងដូចម្ដេចដើម្បីឲ្យប្រាជ្ញាហ្នឹងកើតឡើងទៅដើម្បីចាក់ធ្លុះនៅក្នុងតួកម្មហ្នឹងអញ្ចឹងសូមអរតនាមចាស់គ្រូដូចទៅសូមអនុមោទនាសូមអរតនា